សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបបង្កើត playlist ឬក៏បង្កើតដាក់វីដេអូជាក្រុមនិយាយថាដាក់មកក្រុមអញ្ចឹងណាហើយនៅក្នុងការបង្កើតគឺងាយស្រួលទេថ្ងៃនេះខ្ញុំបង្កើតនៅលើទូរស័ព្ទដៃផងហើយខ្ញុំនឹងបង្កើតនៅលើកុំព្យូទ័រផងដែរសម្រាប់បងប្អូនថ្មីដែលអត់បានជួយចុច Subscribe សូមជួយចុច Subscribe និងបើករូបកណ្ដឹងម្នាក់មួយដើម្បីលើកកម្លាំងទឹកចិត្តឲ្យខ្ញុំបាទបន្តធ្វើវីដេអូចែកជូនបងប្អូនពុកម៉ែដើម្បីបងប្អូនអាចទុកជាចំណេះដឹងសម្រាប់អ្នកដែលសាងប្រាក់ចំណូលជាមួយនឹង YouTube ណាបាទជាដំបូងខ្ញុំធ្វើនៅលើទូរស័ព្ទដៃផ្ទាល់តែម្ដងមិនថាទូរស័ព្ទដៃណាឬទូរស័ព្ទដៃណាទេពេលដែលបងប្អូនសាងប្រាក់ចំណូលជាមួយនឹង YouTube បងប្អូនប្រកាសជាមានវីដេអូច្រើនហើយដូច្នេះហើយបងប្អូនប្រកាសជាចង់រៀបហើយអញ្ចឹងបងប្អូនចូលមកកាន់ YouTube របស់បងប្អូនមកពេលដែលបងប្អូនចូលយ៉ាងហើយបងប្អូនចូលកន្លែងនេះកន្លែង U នេះកន្លែងពាក្យខ្ញុំនេះពេលដែលបងប្អូនចូលកន្លែងពាក្យខ្ញុំហើយបងប្អូនចុចមកលើ profile របស់បងប្អូនរួចហើយបងប្អូនអូសមករកវីដេអូរបស់បងប្អូនខាងនេះក៏បានឬក៏បងប្អូនបាទអូមកនេះក៏បានពីរហ្នឹងដូចគ្នាទេណាបងប្អូនបាទអញ្ចឹងហើយបងប្អូនក៏លេខមកមើលកន្លែងនេះកន្លែងត្រីណាតែមុននឹងចូលកន្លែងត្រីខ្ញុំឲ្យបងប្អូនមើលសិនថាអ្វីទៅគេហៅថា playlist នេះ playlist បងប្អូនណា playlist គឺជាប្រភេទនៃដាក់វីដេអូជាក្រុមនេះ14បាទ14 6ឬក៏8អញ្ចឹងបងប្អូនបាទអាហ្នឹងគេហៅថា playlist ហើយណាអញ្ចឹងបងប្អូនដើម្បីបង្កើត playlist បានបងប្អូនចូលមកកាន់វីដេអូរបស់បងប្អូនឬក៏ចូលមកកាន់កន្លែង home នេះក៏បានដែរហើយបងប្អូនអូសចុះមកក្រោមហើយនេះគឺសិតសឹងតែជា channel របស់ខ្ញុំបងប្អូនណានេះ channel របស់ខ្ញុំ channel របស់ខ្ញុំទៀតហើយនេះខ្ញុំចង់ add វីដេអូជាក្រុមណាឥឡូវខ្ញុំយកខាងនេះមួយនេះយកខាងនេះចុចយកខាងនេះមកពេលដែលបងប្អូនចុចយកខាងហ្នឹងហើយណាបងប្អូនមកមើលកន្លែងនេះ save to playlist នេះកន្លែងនេះណានេះកន្លែងហ្នឹងបើបងប្អូនអត់ចេះអង់គ្លេសដូចខ្ញុំគឺងាយស្រួលគឺឃើញតែអក្សរហ្នឹងមកចុចពឹបនេះខ្ញុំយកនេះអល់នេះមួយនេះណាបាទចុចលើហ្នឹងមកពេលដែលបងប្អូនចុចលើហ្នឹងហើយបងប្អូនប្រកាសជាឃើញរបៀបនេះហើយណាដែលខ្ញុំមាន playlist 1 2 3ណាតែឥឡូវខ្ញុំចង់បង្កើតមួយទៀតធ្វើម៉េចបងប្អូនឃើញកន្លែងពាក្យខាងលើនេះហ៎ដែលគេហៅថានេះ new playlist អញ្ចឹងបងប្អូនចុចលើពាក្យហ្នឹងមកគឺចេញមកតម្រង់របៀបនេះខាងលើនេះបងប្អូនសរសេរមកបាទសរសេរចំណងជើងសរសេរអីមកក្រុម1ក្រុម2ក្រុម3ក្រុម4អញ្ចឹងណាបងប្អូនចេះដាក់មកបាទក្រុម1ក្រុម2ក្រុម3ក្រុម4អញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលចេះណាបាទខ្ញុំឧទាហរណ៍ទេតែបងប្អូនសរសេរលុយខ្លួនឯងមកណាក្រុម1ក្រុម2ហើយបងប្អូនក៏លេខមកមើលខាងក្រោមនេះបងប្អូនត្រូវប្រយ័ត្នខាងក្រោមហ្នឹងខាងក្រោមហ្នឹងបងប្អូនត្រូវតែបើក public ណាបាទចុចលើពាក្យហ្នឹងមកពេលដែលចូលទៅវាចូលកន្លែងនេះអាហ្នឹងគឺសម្រាប់យើងមើលខ្លួនឯងទេអានេះគឺសម្រាប់នេះគឺអានលីសនេះគឺសម្រាប់រងចាំគាត់ឃើញទេអញ្ចឹងបើគេចង់ចូលមើលវីដេអូក្នុងក្រុមយើងគឺអត់ឃើញទេអញ្ចឹងបងប្អូនចុចលើកន្លែងនេះកន្លែងនេះមក playlist មកបាទពេលដែលចូលកន្លែង playlist អានេះយើងនៅប័ណ្ណធម្មតាមិនបើកណាបងប្អូនចុច create មកពេលដែលបងប្អូនចុចចូលយ៉ាងហើយបងប្អូនចាំមើលណាតើកមួយនេះតើខ្ញុំបានបង្កើតឲ្យនៅអញ្ចឹងបងប្អូនចូលមកកន្លែងនេះមកណាយើង refresh មកសិនមកបាទហើយយើងចូលមកចាំមើលតើខ្ញុំបានបង្កើតបាននៅអត់តនេះណាអញ្ចឹងខ្ញុំrequest វិញយើងចូលភាសាថ្មីរួចហើយយើងចូលកន្លែងនេះចូលភាសាថ្មីចូលកន្លែង playlist នេះបងប្អូនឃើញនេះអក្សរមិញនេះឃើញទេអានោះគឺយើងបង្កើតបានអញ្ចឹងហើយចុះបើពេលបងប្អូនផុសទៅតើបងប្អូនធ្វើមិនបងប្អូនចូលមកកាន់កន្លែងត្រីហ្នឹងមកបាទចូលកន្លែងត្រីហ្នឹងមករួចហើយបងប្អូនចូលកន្លែងនឹង save playlist ដដែលរួចហើយចង់ទុកវីដេអូមួយហ្នឹងនៅក្នុងមួយណាបងប្អូនជ្រើសយកមកណាជ្រើសយកមកក្នុងនេះបងប្អូនជ្រើសយកមកគ្រាន់តែជ្រើសរកចុចចឹងហើយបងប្អូនជិះពាក្យដានមកដូចជាការរួចរាល់ហើយណាឃើញទេឥឡូវយើងទៅឆែកមើលនៅក្នុង playlist របស់យើងម្ដងតើបានដាក់វីដេអូ2ហ្នឹងចូលនៅណានេះអូសំទោសគឺនៅខាងលើបងប្អូននេះឃើញទេគឺយើងអេតបានឃើញដាក់2អញ្ចឹងបងប្អូនជ្រើសរើសទៅពីដំណើរកំសាន្តដាក់ដំណើរកំសាន្តចំណេះដឹងទូរស័ព្ទដាក់ចំណេះដឹងទូរស័ព្ទទៅឥឡូវនេះនៅលើទូរស័ព្ទដៃបងប្អូនឃើញណាឥឡូវយើងធ្វើនៅលើ desktop ម្ដងបងប្អូនបាទទម្លាក់ចុះក្រោមបាទ
nhò thì giấy và đâyប្រើជើងនេះសម្រាប់ថតនោះទេឥឡូវខ្ញុំចូលមកកាន់បាទ computer បងប្អូនចុចលើបាទខាងនេះចូលទៅក្នុង TY Studio យើងហ្មងណាអ្នកដែលរកលើ YouTube គឺគាត់ដឹងហើយណាបាទចូលមកកាន់ចឹងហើយបងប្អូនចូលមកកាន់ content បាទនេះគឺពាក្យហ្នឹងដដែលទេណាឥឡូវបងប្អូនចង់បង្កើត playlist អញ្ចឹងបងប្អូនរកវីដេអូណាមួយដែលបងប្អូនចង់បង្កើតឥឡូវខ្ញុំយកវីដេអូនេះមួយចុចកន្លែងពាក្យនេះមករួចហើយបងប្អូនកលេចបាទមកមើលកន្លែងនេះណែកន្លែងជាក្រុមណានេះកន្លែង playlist នេះបងប្អូនចុចកន្លែង playlist មកពេលហ្នឹងបងប្អូនប្រកាសជាឃើញពាក្យនេះហើយអញ្ចឹងបងប្អូនចុចលើពាក្យហ្នឹងមកណាមើលទៅតាមហ្នឹងបងប្អូនបាទចុចលើពាក្យហ្នឹងមកដាន់បាទសុំទោសភាសាថ្មីបាទចុចលើកន្លែងហ្នឹងមកហើយចុចយកកន្លែងនេះកន្លែងនេះគឺចេញមកដូចតែគ្នាទេអញ្ចឹងបងប្អូនសរសេរមកបាទសរសេរមកជេអូជេច្រឡំបងប្អូនខ្ញុំដាក់ជាភាសាខ្មែរអញ្ចឹងខ្ញុំយកជេមកបាទកន្លែង description នេះបងប្អូនសរសេរក៏សេទៅមិនសរសេរក៏មិនអីដែរហើយខាងនេះបងប្អូនត្រូវតែជ្រើសរើស public ហើយខាងនេះបងប្អូនជ្រើសក៏ជ្រើសទៅអាមួយថ្មីអាមួយដែលផុសយូរណាអញ្ចឹងខ្ញុំយកធម្មតាទៅដែលវីដេអូយើងផុសថ្មីវានៅខាងលើណាតែបើយើងជ្រើសយកអ្នកផុសយូរនៅខាងលើគឺយើងចុចខាងហ្នឹងដែរអញ្ចឹងយើងចុចពាក្យ create មកបាទចុចពាក្យ create ហើយអូខេហើយជាមួយខ្ញុំចេញទៅខាងក្រៅប្រហែលមិញខ្ញុំដាក់វីដេអូមួយចូលណាបាទខ្ញុំយកវីដេអូនេះដាក់ចូលអញ្ចឹងយើងទៅមើល playlist របស់យើងអក្សរ JJ ហ្នឹងណាបាទសុំទោសគឺខ្ញុំត្រូវ save នេះមួយសិនណា save នេះមួយសិនបានអញ្ចឹងយើងទៅមើល playlist របស់យើងវិញយើងថយក្រោយ playlist អក្សរ JJ បាទ JJ នៅណានេះ JJ នៅលើបងប្អូននេះ JJ នេះគឺទៅដាក់បានតែមួយវីដេអូទេបងប្អូនណាអញ្ចឹងដើម្បីបងប្អូនដាក់វីដេអូបានច្រើនទៀតបងប្អូន add មកដូចជានេះដែរមកបាទ add មួយណាចូលទៀតមកបាទ add មួយណា add មួយនេះចូលហ៎ចុចលើប៉ាក់មកហើយយើងអូមរោ playlist បាទយើង add អក្សរ JJ នេះចូលមកនេះគឺបាន2យើងឃើញចុចប៉ុណ្ណឹងមកហើយបងប្អូនមកមើលនៅក្នុងហ្នឹងគឺមាន2ហើយបាទខ្ញុំនេះរហូតនេះចុចយកខាងនេះបាទចុចត្រូវចុចយកខាងនេះណាបាទឥឡូវយើងទៅមើលខាងក្រោយទៀតតែ JJ នឹងបាន2នៅបាទយើងចុចលើ JJ មកបាទអត់សុំទោសបាទចេះលឿនពេកបងប្អូនណាបាទលឿនពេកចេះច្រឡំដែរយកបងប្អូនមើលមកនេះមកគឺឃើញអក្សរ JJ ឃើញមាន2ហ៎បាទ playlist មាន2ហ្នឹងហើយអត់ដូចនេះទេអត់ដូចនៅក្នុងទូរស័ព្ទយើងទេណាហើយមួយនេះគឺខ្ញុំបានធ្វើនៅលើទូរស័ព្ទដៃមួយលើកុំព្យូទ័រហ្នឹងហើយបងប្អូនសង្ឃឹមថាបងប្អូននឹងយល់ទាំងអស់គ្នាពីរបៀបនៃការបង្កើត playlist នៅលើទូរស័ព្ទដៃផងហើយនឹងនៅលើកុំព្យូទ័រផងបាទអរគុណច្រើនបងប្អូនណាបើពេញចិត្តវីដេអូនេះជួយ subscribe បាទរូបកណ្ដឹងអ្នកមួយផង